មនុស្សមួយចំនួនតូចបែរជាយល់ច្រឡំថាភាពមានល្បិចគឺជាភាពឆ្លាតវៃប៉ុន្តែតាមពិតទៅគុណតម្លៃនិងលទ្ធផលនៃចរិតទាំងពីរនេះគឺមានភាពខុសគ្នាដាច់ស្រឡះភាពឆ្លាតវៃគឺជាសមត្ថភាពក្នុងការគិតការវិភាគការដោះស្រាយបញ្ហានិងការរៀនសូត្របានរហ័សដោយផ្ដោតទៅលើគោលបំណងនិងភាពស្មោះត្រង់ប៉ុន្តែដល់ឡែកសម្រាប់ភាពមានល្បិចគឺជាការប្រើប្រាស់ចំណេះដឹងឬភាពរហ័សរហួនដើម្បីកេងចំណេញឬបោកប្រាស់អ្នកដទៃសម្រាប់ជាផលប្រយោជន៍ផ្ទាល់ខ្លួនដូច្នេះជារួមភាពឆ្លាតវៃដែលគ្មានសិលធម៌គឺជាភាពមានល្បិចមនុស្សដែលលូតលាស់ពិតប្រាកដគឺគេប្រើភាពឆ្លាតវៃដើម្បីសាងសង់មិនមែនប្រើល្បិចដើម្បីបំផ្លាញឬជន់ឈ្លីអ្នកដទៃឡើយមនុស្សឆ្លាតដឹងពីរបៀបនិយាយចំណែកមនុស្សមានប្រាជ្ញាដឹងថាពេលណាគួរស្ងៀមប៉ុន្តែមនុស្សមានល្បិចដឹងពីរបៀបបោកប្រាស់ឲ្យគេជឿ